បាទលោកយើងសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបាទចឹងថ្ងៃនេះគឺមកមើលមន់ទាទៀតហើយបាទបន្ទាប់ពីភ្លៀងមួយមេធំបាទចឹងថ្ងៃនេះគឺភ្លៀងធំមែនទេបងប្អូនបាទគឺនៅវាស្រែវិញបាទគឺពេញហើយបាទគឺលហាយលហេតែម្ដងបាទហើយតាមផ្លូវតាមអីនេះគឺលិចទឹកអស់ហើយបាទចឹងភ្លៀងថ្ងៃនេះគឺភ្លៀងខ្លាំងបាទចឹងខ្ញុំក៏មើលមន់ទារបស់យើងមកបន្ទាប់ពីភ្លៀងរួចណាបាទចឹងគេត្រង់មាត់របស់ខ្ញុំគឺវាភ្លៀងស្រាតចូលបន្តិចដែរបងប្អូនបាទប៉ុន្តែវាមិនជាខ្លាំងអីបានទេបាទគឺយើងអាចថាមាន់យើងអត់បញ្ហាអីទេបាទចឹងវាខុសពីយើងបានប្រឡេងសិនពីយើងប្រឡេងគឺមាន់ទាយើងគឺយ៉ាប់បន្តិចហើយបាទហើយនេះគឺជាស្រូវបដោះដែលខ្ញុំតែងតែបដោះឲ្យមាន់យើងស៊ីណាបាទមាន់យើងស៊ីហើយបងប្អូនដឹងថាហេតុអីបានជាគេឲ្យយើងបដោះស្រូវបែបនេះដើម្បីឲ្យមាន់ស៊ីណាបាទដោយសារហេតុផលគឺវាមានបាទវាមានប្រយោជន៍របស់គេបាទគេឲ្យយើងបដោះបាទបើសិនជាវាមិនមានប្រយោជន៍ទេគឺគេមិនឲ្យយើងបដោះទេបាទអញ្ចឹងបងប្អូនខ្លះក៏ដឹងថាហេតុអីបានគេឲ្យយើងបដោះស្រូវដើម្បីឲ្យមាន់យើងស៊ីបាទជាទូទៅបាទហេតុផលដែលទូទៅដែលយើងដឹងគឺស្រូវទីធម្មតាបាទគឺយើងមិនបដោះបាទគឺវាមានកនៀបច្រើនបាទស្រូវខ្លះគឺមានកនៀបច្រើនបាទអញ្ចឹងយើងដាក់ឲ្យមាន់ស៊ីក៏មាន់វាស៊ីអត់កើតដែរបាទអញ្ចឹងគឺយើងត្រូវការបដោះហ្នឹងគឺយើងត្រូវការលាងទឹកបាទលាងទឹកវាឲ្យអស់អាកនៀបហ្នឹងហើយបាទហើយក៏វាអស់ដីមួយចំនួនដែរបាទពួកយើងវាមានដីមានអីនៅក្នុងស្រូវណាបាទអញ្ចឹងគឺយើងមិនឲ្យវាស៊ីបាទគឺយើងត្រូវតែបដោះហ្នឹងដើម្បីទី1គឺយើងជំរុះអាកនៀបស្រូវដែលវាមាននៅក្នុងស្រូវរបស់យើងហ្នឹងគឺវាអស់លេងតែម្ដងបាទគឺមានតែស្រូវសុទ្ធណាបាទហើយនៅពេលដែលយើងត្រាំស្រូវរបស់យើងបាទវាធ្វើឲ្យស្រូវរបស់យើងហ្នឹងគឺវាមានសភាពទន់បាទព្រោះអីបាទព្រោះថាស្រូវដែលយើងមិនបដោះបាទគឺរឹងតែមែនទែនបាទរឹងហើយវាអត់ទាន់មានការលូតលាស់ប្រឡូកស្រូវហ្នឹងបាទគឺវាមានន័យថាអត់សូវមានវីតាមីនខ្ពស់នោះទេបាទហើយប្រូតេអ៊ីនវាក៏អត់សូវមានច្រើនដូចយើងបដោះដែរបាទនេះជាហេតុផលដែលអ្នកចិញ្ចឹមពីមុនដែលគេជំនាញណាបាទគឺគេណែនាំឲ្យយើងនឹងបាទគឺបដោះស្រូវដើម្បីឲ្យមាន់ទាយើងស៊ីបាទហើយចំណុចនេះគឺទារបស់ខ្ញុំបាទគឺចាប់ផ្ដើមឡើងពងមកសពហើយបាទគឺខ្ញុំរៀបចំឲ្យវាពងណាបាទអញ្ចឹងគឺសង្ឃឹមថាបានផលសោះវគ្គនេះបាទអញ្ចឹងមូលហេតុដែលគេបដោះស្រូវនេះគឺខ្ញុំបញ្ជាក់ឲ្យបងប្អូនដឹងអញ្ចឹងបាទគឺនៅពេលដែលយើងប្រៀបធៀបគ្នានៅពេលដែលយើងឲ្យមាន់របស់យើងស៊ីស្រូវមិនទាន់បដោះបាទគឺវាមិនសូវល្អទេបាទវាធ្វើឲ្យប៉ះពាល់ទៅលើពន្ធលីហារបស់មាន់ដែរបាទដោយសារស្រូវមិនទាន់បដោះគឺវារឹងហើយជាពិសេសគឺគូនមាន់ទឹកដងមាន់គឺវាអាចធ្វើឲ្យខូចគេរបស់វាផងដែរបាទអញ្ចឹងបានយើងបដោះទៅក៏វាទី1វាជួយឲ្យពន្ធលីហាមាន់នឹងវាដំណើរការល្អបាទហើយទី2គឺវាសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ជាងឯស្រូវដែលយើងមិនទាន់បដោះបាទអញ្ចឹងគឺជាមិនល្អណាបាទតែគាត់ថាវារៀងពិបាកបន្តិចបាទដែលយើងនៅត្រាំបាទនៅយើងនៅផ្អាប់វាឲ្យវាដុះអញ្ចឹងណាអញ្ចឹងវាចូលចំណាយពេល2ថ្ងៃអីបាទវាអាចដុះបាទអញ្ចឹងវារៀងពិបាកបន្តិចប៉ុន្តែសម្រាប់ខ្ញុំដំបូងឡើយគឺខ្ញុំមិនបានបដោះដែរទេបាទប៉ុន្តែរយៈពេលខ្ញុំបដោះហ្នឹងឃើញថាវាល្អដែរបាទមាន់ទារបស់យើងគឺវាស៊ីទៅគឺវាល្អបាទហើយវាជួយចិត្តស៊ីជាងមុនបាទស្រូវដែលយើងបដោះគឺដាក់ទៅគឺស៊ីអស់វាស្នូកបាទប៉ុន្តែបើសិនយើងមិនបដោះទេបាទគឺខ្ញុំដាក់ប្រហែលគឺសល់ច្រើនណាបាទនេះគឺវាជាគុណសម្បត្តិគុណវិបត្តិនៃការបដោះស្រូវណាបាទហើយមួយទៀតគឺទៅទៅនឹងមាន់របស់យើងបាទដែលយើងដាក់ត្រង់បែបនេះបាទគឺវាទៅទៅនឹងការ stress ផងដែរបាទអញ្ចឹងខ្ញុំភាគច្រើនខ្ញុំតែងតែប្រឡែងវាប្រហែលជា1ម៉ោងក្នុងមួយថ្ងៃបាទឬក៏ពេលល្ងាចបាទម៉ោង4ម៉ោង5អីហ្នឹងបាទដែលវាមេឃបើកថ្ងៃល្អបាទគឺយើងត្រូវប្រឡែងវាដើរមក plate center ដើម្បីឲ្យវាដើរចឹកស្មៅបាទចឹកសាន់អិតបាទដែលនៅតាមទុំស្មៅហ្នឹងដើម្បីឲ្យវា refresh វាបន្តិចបងប្អូនអានេះគឺជាការចិញ្ចឹមឲ្យយើងការមើលថែរបស់យើងទេបាទតាមគោលការណ៍របស់គេបើយើងមិនប្រឡែងក៏វាមិនជាអីដែរបាទដោយសារត្រង់របស់ខ្ញុំនេះគឺវាមានពលឺថ្ងៃចូលគ្រប់គ្រាន់ដែរហើយបាទប៉ុន្តែជាការដែលយើងឃើញថាថ្ងៃវាបើកល្អហើយវាអត់មានទឹកដក់មានអីច្រើនទេបងប្អូនអាចប្រឡែងវាត្រឹម1ម៉ោងកន្លះម៉ោងអីក៏បានដែរបាទបើវាបានដើរលេងដើរអីចឹងណាបងប្អូនបាទហើយមិនមើលដំណាំរបស់យើងបាទបន្ទាប់ពីភ្លៀងហើយនេះបាទគឺដលងប្រាំងរបស់ខ្ញុំនេះគឺលាស់ស្លឹកល្អមែនទែនបងប្អូនបាទហើយជាមើលអាចនឹងបានផលឆាប់បាទហើយខ្យងរបស់យើងក៏នៅពេលដែលភ្លៀងនេះក៏រឹតល្អដែរបងប្អូនបាទដោយសារវាមានទឹកភ្លៀងចូលទៅវាធ្វើឲ្យវា
ជាបាទខុសពីខែក្តៅបើខ្ញុំដាក់ចំក្នុងលូបែបនេះបាទនៅពេលដែលវាក្តៅខ្លាំងគឺទឹកឡើងក្តៅបងប្អូនទឹកឡើងក្តៅអញ្ចឹងវាធ្វើឲ្យខ្យល់របស់យើងអត់សូវល្អទេបាទអញ្ចឹងនេះគឺភ្លៀងមកមេ2មេទៅបាទដើម្បីវាធ្វើឲ្យលូត្រជាក់បងប្អូនអញ្ចឹងខ្យល់របស់យើងក៏ល្អដែរបាទនេះគឺខ្ញុំដាក់ត្រួយត្បូងត្រួយអីឲ្យស៊ីបាទគឺវាឡើងស៊ីឡើងណែនតែម្ដងបាទហ្នឹងហើយអញ្ចឹងសកម្មភាពនៃការចិញ្ចឹមសត្វរបស់ខ្ញុំនេះបាទគឺជាលក្ខណៈគ្រួសារទេបងប្អូនបាទមានអីជាបានលក់ដូរជាតំពួតទេបាទអញ្ចឹងភាគច្រើនខ្ញុំចំមិនដែលបានលក់ទេបងប្អូនអើយបាទទុកតាហូបលក្ខណៈគ្រួសារនេះឯងបាទមួនបាទពេលដែលដាច់មកហូបអីបាទគឺវាយមួយបាទសឹងតែហូបមួយថ្ងៃមួយបាទ3 4ថ្ងៃជាប់គ្នាបងប្អូនបាទអញ្ចឹងឃើញពេលខ្លះឃើញមួនចង់ឆ្អែតបងប្អូនបាទប៉ុន្តែវាអត់អីទេបាទពួកមាន់វាជាមាន់ស្រែយើងហូបទៅវាមិនទ្រាំហើយក៏អត់ប៉ះពាល់សុខភាពដែរបងប្អូនព្រោះវាជារបស់យើងចំខ្លួនឯងបាទហើយយើងចំខ្លួនឯងយើងមើលដឹងបាទថាចំណីអ្វីដែលយើងឲ្យវាស៊ីអញ្ចឹងគឺវាអត់ប៉ះពាល់អីទេបាទដូចខ្យងនេះអញ្ចឹងបាទអញ្ចឹងខ្ញុំធ្លាប់បាទយកវាទៅស្ងោរហូបអីអញ្ចឹងទៅបាទដុតព្រឺក៏អាំងពេលដែលយើងអាំងជាមួយនឹងប៊ឺតេសអីណាបាទព្រោះវាជារបស់យើងចំខ្លួនឯងថាយើងមើលឃើញភ្នែកថាវាស៊ីតែបន្លែស៊ីអីចឹងទៅបាទអញ្ចឹងខ្យងរបស់យើងគឺយើងហូបទៅគឺអត់ទ្រាំទេបងប្អូនបាទអត់ទ្រាំឬក៏អត់ញើសទេណាបាទហើយវាល្អសម្រាប់សមត្ថភាពរបស់យើងណាបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំនេះអត់មានអីច្រើនទេបងប្អូនបាទគ្រាន់តែចង់បង្ហាញបងប្អូនហើយក៏ចង់និយាយទៅនឹងការបដោះស្រូវហ្នឹងហេតុអីបានគេបដោះស្រូវបាទមិនក៏យើងមិនឲ្យវាស៊ីទាំងដែលយើងមិនទាន់បដោះទៅបាទអញ្ចឹងហេតុផលដែលខ្ញុំលើកឡើងនេះប្រហែលជាបងប្អូនប្រហែលជាយល់ហើយថាមូលហេតុដែលគេមិនឲ្យវាស៊ីនៅពេលដែលវាមិនទាន់បដោះហ្នឹងគឺទី1គឺវាប្រព័ន្ធលេហាមាន់ហ្នឹងវាអត់សូវល្អទេបាទហើយមួយទៀតគឺវាមានកញៀបច្រើនបាទអញ្ចឹងយើងដាក់ទៅក៏វាមិនមានមាន់យើងស៊ីកើតដែរបាទគឺកញៀបស្រូវហ្នឹងបាទហើយនៅពេលដែលយើងបដោះវាទៅគឺវាទី1វាធ្វើឲ្យស្រូវហ្នឹងវាទន់បាទពុកណាវាទន់មាន់ស៊ីទៅវាស្រួលបាទទី2វាធ្វើឲ្យវាមានប្រូតេអ៊ីនខ្ពស់ជាងមុនហើយក៏វាមានវីតាមីនមួយចំនួនដែរបាទភាសាស្រូវវាជារុក្ខជាតិណាបាទពេលបដោះចេញមកគឺវាមានប្រយោជន៍ច្រើនបាទច្រើនជាងមុនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទមានអីច្រើនទេហើយក៏អរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំបាទខ្ញុំសូមបងប្អូនស្រឡាញ់រាប់អាននៃការចិញ្ចឹមសត្វបែបលក្ខណៈគ្រួសារបងប្អូនអាច Subscribe Channel ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗខ្ញុំបន្តទៀតបាទខ្ញុំក្រោយបាទអរគុណច្រើនសូមជម្រាបបាទបាយបាយ